ជាទូទៅការសរសេរឬក៏ការនិយាយនៅពេលដែលយើងចេះពាក្យច្រើនយើងអាចប្រើបានរៀងស្ទាត់ជាងមុនអញ្ចឹងហើយបានក្នុងសៀវភៅនេះគឺយើងនឹងរៀនពាក្យថ្មីៗពីភាសាអង់គ្លេសមកអត្ថន័យខ្មែរនៅក្នុងសៀវភៅ Behind Her Confidence chapter ទី2យើងចូលទៅមេរៀនទី2ចំពោះទី2នេះគឺយើងមានពាក្យដូចជា childhood កុមារភាពអានឹងជា noun nurture ជា verb ដល់ពេល nurturing ជា noun ការចិញ្ចឹមបីបាច់ឬក៏ការដែលយើងគេថាដូចបើយើងនិយាយពីនៅក្មេងយើងនៅផ្ទះម្ដាយពុករបស់យើងឬក៏ជីដូនជីតាយាយទូតអីហ្នឹងគឺគាត់ចិញ្ចឹមបីបាច់បណ្ដុះបណ្ដាលយើងហ្នឹងគឺគេអាចប្រើពាក្យថា nurture បាន nurturing ហើយពាក្យបន្ទាប់គឺ obstacle ឧបសគ្គ barrier ហ្នឹងក៏ស្តីងជាមួយនឹងពាក្យ obstacle ដែលគឺរបាំងប៉ុន្តែបើសិនជាយើងមើលនៅតាមផ្លូវគេដាក់របាំងរនាំងខាំងអីមួយហ្នឹងអាហ្នឹងគេប្រើពាក្យ barriers ហ្នឹងត្រូវជាង unbeatable ដែលមិនចេះចាញ់បើយើងនិយាយទៅដូចពាក្យថា win ដែរប៉ុន្តែគ្រាន់តែយើងអាចប្រើបដូរពីពាក្យ win អីហ្នឹងយើងត្រូវប្រើពាក្យនេះម្ដង victorious ក៏អាចស្តៀងជាមួយនឹងពាក្យនោះដូចគ្នាដែរព្រោះពាក្យថា victorious វាស្មើនឹងពាក្យថាជោគជ័យទៅអញ្ចឹងមិនដែលចាញ់ហើយនឹងជោគជ័យវាពេលខ្លះន័យវាផាក់ផាយគ្នាស្តៀងគ្នាពេលយើងនិយាយយើងប្រើពាក្យផ្សេងគ្នាខ្លះកុំឲ្យប្រើពាក្យដដែលប្រើតែពាក្យ win រហូតវាអាហ្នឹងវាមានថាវានៅយើងនៅមានកម្រិតណាចឹងពាក្យបន្ទាប់គឺ unconditional ដោយគ្មានលក្ខខណ្ឌបើយើងប្រើពាក្យថា conditional អាហ្នឹងវាន័យដែរតែមានលក្ខខណ្ឌហើយបើពាក្យថា condition មួយទៀតយើងបាំងតែ un ហើយពាក្យ no ហ្នឹងចេញមកនៅសល់តែ condition អាហ្នឹងគឺលក្ខខណ្ឌដូចគ្នាតែវាថ្នាក់វាជានាមទៅដល់ពេល conditional ជា adjective unconditional ក៏ជា adjective ដែរ deserve ស័ក្តិសមនឹងទទួលបាន pray អធិដ្ឋានហើយនឹង with that being said វាស្មើនឹងពាក្យ however អត្ថន័យបកប្រែថាប៉ុន្តែក៏បានទោះជាយ៉ាងណាក៏ដោយក៏បានដែរ except for លើកលែងតែ quite frankly ដោយស្មោះត្រង់ស្មើនឹងពាក្យ honestly ដែរហ្នឹង industrious អានេះពាក្យនេះគឺឧស្សាហ៍ព្យាយាម discipline ដែលមានវិន័យ brilliant អស្ចារ្យ accessible ងាយស្រួលទទួលបានឬក៏បើន័យខ្លះយើងអាចថាយើងងាយនឹងទៅដល់ពាក្យ accessible ហ្នឹងក៏បានដែរឧទាហរណ៍បើសិនជាផ្លូវហ្នឹងវារៀងចង្អៀតឬក៏សិទ្ធិភ័យអីយើងទៅដល់គេហៅថា not accessible ទៅតែបើពាក្យថា accessible ហ្នឹងគឺអាចទៅដល់ឬក៏ងាយស្រួលទទួលបាន receive ក៏បកប្រែថាទទួលបានដែរ community សហគមន៍យើងស្គាល់ហើយពាក្យហ្នឹង risk ហានិភ័យ danger គ្រោះថ្នាក់អញ្ចឹងអាពាក្យពីរហ្នឹងវាផាក់ផាយគ្នានៅក្នុងលក្ខខណ្ឌមួយចំនួនតែបើន័យវាគឺនេះហានិភ័យហើយនេះគឺគ្រោះថ្នាក់ properly ដោយមិនត្រឹមត្រូវឬក៏យ៉ាងដោយត្រឹមត្រូវឬក៏យ៉ាងត្រឹមត្រូវឬក៏យ៉ាងសមរម្យប៉ុន្តែបើន័យថា swim properly ហ្នឹងហែលទឹកត្រូវក្បួនត្រូវរបៀបតែបើណាហ្នឹងគឺយើងនិយាយបកប្រែភាសានៃនិយាយតែបើយើងបកប្រែជាទូទៅគឺយ៉ាងត្រឹមត្រូវឬក៏ដោយត្រឹមត្រូវ remind រំលឹក laugh in disbelief សើចហួសចិត្ត in hindsight មើលទៅក្រោយឬក៏យើងក៏លេចមើលទៅ uncommon មិនធម្មតាបើពាក្យ common ធម្មតាត្រូវអញ្ចឹងដល់ពេលយើងថែមតែ un ពីមុខមកវាបដូរទៅជា uncommon មិនធម្មតាវិញ unfounded អត់មានឬក៏អវត្តមាន old ជំពាក់ repaid សង unnecessary ដែលមិនចាំបាច់ burden បន្ទុក complaints រអ៊ូរទាំអានឹងជា verb ដល់ពេលជា noun យើងថែមទៅ t ពីខាងក្រោយ n ហ្នឹងមកត្រូវជា noun ដែរ raise ចិញ្ចឹមស្មើស្តៀងជាមួយពាក្យ nurture ដែរ elevate ឬក៏ elevated លើកតម្កើងឲ្យខ្ពស់ strengthen ពង្រឹង equip នេះគឺបំពាក់ឬក៏យើងបញ្ចូលទស្សនៈឬក៏ការអប់រំអីហ្នឹងគឺយើងប្រើពាក្យថា equip បានដែរ gratitude ការដឹងគុណ toward ចំពោះ exception យើងបកប្រែពីទំព័រមុនហើយមែនទេលើការលើកលែង back then កាលពីមុន school principal នាយកសាលាយើងចំណាំពាក្យ principal នេះអ្នកខ្លះទៅសេអាចទៅសេខុសដាក់ថា PLE វិញអាហ្នឹងយើងចំណាំថា principal គឺទៅសេបែបនេះតំណាងឲ្យនាយកសាលាបកប្រែពាក្យថានាយកសាលា
deem ចាត់ទុកឬក៏មើលទៅហាក់ដូចជាឬក៏គិតថាអាហ្នឹងក៏យើងអាចប្រើពាក្យថា deem នឹងបានដែរ overlook មើលរំលងពាក្យ look យើងដឹងថាមើលហើយដល់ពេលយើងថែមទៅ over ពីមុខមកវាទៅជាមើលរំលងវិញដូចយើងដើរតាមផ្លូវហើយយើងអត់បានឃើញគេឈ្លោះលុយហ្នឹងយើងអាចប្រើពាក្យ overlook បាន needless to say ដូចដែលបានដឹងឬក៏ដូចដែលយើងធ្លាប់ដឹងពីមុនមក pursue ស្វែងរក instill បង្រៀន element ធាតុផ្សំ enter បន្ទាប់មកឬក៏អត្ថន័យនេះវាស្តីជាមួយនឹងពាក្យថា clear as a result ដែរស្តីគ្នា undeniably ដែលមិនអាចប្រកែកបាន affect អតិពលយើងចំណាំពាក្យនេះគឺជា noun ហើយពេលដែលយើងសរសេរកុំឲ្យច្រឡំជាមួយនឹងពាក្យ affect មួយទៀតគឺសរសេរដាក់អក្សរ a ថាយើងដូរតែ a មកគឺទៅជា verb វិញហើយអត្ថន័យវាគឺមានអតិពលគឺស្តីគ្នាជាមួយនឹងពាក្យអតិពលដែរអញ្ចឹងពេលដែលសរសេរកុំឲ្យច្រឡំណា notable គួរឲ្យកត់សម្គាល់ពាក្យ crack នេះខ្ញុំអត់បានទៅសេតែន័យវាគឺ press ស្រាំឬក៏បើយើងនិយាយពីការរៀនឬក៏ខួរក្បាលរបស់យើងពេលដែលវាដាក់មេរៀនច្រើនពេកគឺគេប្រើពាក្យថា crack from the same pressure ហ្នឹងគឺតែគេថាបែកភាយហ្នឹងណា prophecy ហ្នឹងគឺទំនាយការទីទុក fulfill បំពេញ cultivated ដាំដុះ drawback គុណវិបត្តិ ego អាត្មាឬក៏ភាពក្អិតក្ទមន័យហ្នឹងគឺខ្មែរយើងវាមានអត្ថន័យពយល់ថាភាពក្អិតក្ទមដែលយើងងាយយល់ថាបុព្វហេតុថាម៉េចបើយើងប្រើតែអាត្មាមួយម៉ាត់យើងច្រឡំថាលោកឡើតែនឹងមិនលោកណានិយាយហើយ obey គោរពប្រតិបត្តិឬក៏ធ្វើតាមបញ្ជាអីមួយចឹងទៅនេះ influence មានឥទ្ធិពលឬក៏ឥទ្ធិពលក៏បានដែរន័យឡើយហ្នឹងមិនតាមពិតបើយើងមើលទៅលើពាក្យវាជា noun គឺបុព្វហេតុថាឥទ្ធិពលតែបើវាជា verb ទៅជាយើងអាចថែមទៅពាក្យមានឥទ្ធិពលពីមុខមកយើងសំដៅថាហ្នឹងវាជាសកម្មភាពហើយក្នុង sentence ហ្នឹងគឺដោយសារតែវាសំដៅទៅលើជា verb នេះយើងមើល she who is humble has no problem with her ego because the ego obeys her will rather than influence her ចឹងវាក្នុង clear ចាប់ពី term នេះមកដល់ her ហ្នឹងគឺមាន verb ពីរ verb obeys ហើយនិង verb influence ហើយបើយើងដឹងថានឹងជា verb ដោយសារតែ ego វាជា pronoun វាបើសិនជា pronoun it ទៅត្រូវ it អញ្ចឹងគេប្រើសម្រាប់ verb ដែលត្រូវ time s ហើយនេះក៏ time s ដូចគ្នាដែរ shiny ដែលភ្លឺចាំងចែង alignment ការតម្រឹមឬក៏ភាពស្របគ្នាក៏បានដែរន័យឡើងហ្នឹងគេអាចបកប្រែថាស្របគ្នាការស្របគ្នាក៏បានដែរ carry នាំយកឬក៏បើយើងនិយាយពីបើយើងយួរថង់ឬក៏យួរមួយក៏យើងអាចប្រើពាក្យថា carry ហ្នឹងដែរ rational សមហេតុផល sibling បងប្អូនបង្កើត ready and able clear មក clear ហ្នឹងន័យខ្មែរគឺបកប្រែថាអាចស្មើនឹងពាក្យ can ចឹងនៅក្នុងវីដេអូហ្នឹងគឺយើងមានបកប្រែជាពាក្យអញ្ចឹងប៉ុន្តែខ្ញុំសូមយកឱកាសហ្នឹងដើម្បីរៀនរំលឹកបន្ថែមអំពី pronunciation ដោយសារតែពេលដែលយើងនិយាយពីខ្លះយើងអាចព្យាយាមតម្រឹមឬក៏ពុត pronunciation របស់ខ្លួនឯងឲ្យបានរៀងល្អភាសាជាងមុនណា childhood នេះពាក្យថា child យើងដឹងហើយដល់ពេលយើងថែមទៅ hood ទៀតមកគឺយើងអាចអានបានថា childhood nurturing obstacle មិន burn barrier unbeatable ពាក្យថា beat ហ្នឹងយើងដឹងហើយ table ក៏យើងដឹងដែរអានពីមុខមកក៏យើងដឹងដែរអញ្ចឹងយើងអានតាមពាក្យមួយពាក្យហ្នឹងក៏បានដែរ unbeatable តែថាខ្ញុំប្រើរៀងคล้ายជាមួយនឹងតង់ Texas អញ្ចឹងខ្ញុំចេះច្រឡំ តែពិត unbeatable ប៉ុន្តែខ្ញុំ mostly I make it sound like but actually it's more like unbeatable unconditional but for me I would just say unconditional deserves pray with that being said except for quite frankly industrious discipline brilliant
បជាងរសអ៊ីនឹង low brilliant brilliant តែវាមានអក្សរ t ពីមុខដើម្បីយើងចំណាំថាវាជា adjective យើងអាចបញ្ចេញកន្លែងអក្សរ t ដូចគ្នាដែរ brilliant accessible accessible receive អាកន្លែងនេះគឺ stress ខ្លាំងនៅកន្លែងអក្សរ e និង v នេះ receive receive community risk danger properly reminds laugh in disbelief in hindsight ឲ្យចំណាំមាន GAT ហើយអាចពីមុខហ្នឹងគឺដឹងតែស្អាយពាក្យ right អញ្ចឹងណាអញ្ចឹងឡើយហ្នឹងគឺសស្អាយនឹងដឹងសស្អាយមក in hindsight uncommon unfounded owes repaid unnecessary unnecessary was a burr ហ្នឹង burr អានេះមិនដែរណា burdens មិន burr ដែរណាចំណាំ burdens complain អានេះទៅវា more like complains about elevated strengthen equip gratitude toward exception back then school principal deem overlook needless to say pursue instill element intern undeniably នៅស្អាយមកនឹងបទៀតមកបជាងលើស្អ៊ីមក undeniably notable effects crack prophecy អានេះទៅជាអក្សរ for prophecy fulfilled cultivated drawback ego obeys influence shiny មិនសាញណាឲ្យតែមាន sh គឺ sh មិនសទេឥឡូវហ្នឹង shiny alignment carry rational siblings ready and able ជួបគ្នានៅក្នុងវីដេអូបន្ទាប់នៅមេរៀនទី3 A caring sister